ក្រុងការគិតគ្រប់គ្រងជីវិតបងប្អូនទាំងអស់គ្នាដឹងថាក្នុងមួយថ្ងៃមនុស្សយើងអាចផលិតបានរាប់ម៉ឺនគំនិតហើយអ្នកវិទ្យាសាស្ត្របានរកឃើញថាមនុស្សយើងអាចគិតបានប្រមាណ60000រឿងនៅក្នុងមួយថ្ងៃទោះបីជាយើងជឿឬមិនជឿក៏ដោយក៏ប៉ុន្តែគេមានភស្តុតាងបងប្អូនបើមិនជឿទេអ្នកអាចទៅរកមើលសៀវភៅ The Secret សៀវភៅច្បាប់នៃការស្រុកទីនេះយកមកអានបាននៅទំព័រទី45ហើយចំណុចខាងក្រោមនេះអ្នកស្រាវជ្រាវបានរកឃើញថាមនុស្សយើងគិតបានប្រមាណ60000រឿងនៅក្នុងមួយថ្ងៃទោះបីជាយើងជឿឬមិនជឿក៏ដោយក៏ប៉ុន្តែគេមានភស្តុតាងនិងការអះអាងថាការគិតរបស់មនុស្សយើងគឺវាមានរលកហ្វ្រេកង់ដូចទៅនឹងអង់តែនទូចឹងហើយគេអាចវាស់កម្រិតនៃការគិតរបស់យើងបានក៏ប៉ុន្តែរឿងដែលគួរឲ្យតក់ស្លុតបំផុតនោះគឺជាង90%នៃការគិតរបស់មនុស្សយើងផ្ដោតទៅលើតែរឿងអវិជ្ជមានតែប៉ុណ្ណោះផ្ដោតទៅលើការភ័យខ្លាចការបារម្ភការសង្ស័យការភ័យព្រួយជាពិសេសគឺការគិតអវិជ្ជមានចំពោះខ្លួនឯងជារៀងរាល់ថ្ងៃសួរថាមានមនុស្សប៉ុន្មានអ្នកដែលធ្លាប់និយាយពាក្យល្អៗទៅកាន់ខ្លួនឯងធ្លាប់និយាយពាក្យលើកសរសើរខ្លួនឯងមនុស្សយើងចម្លែកណាតែតែមានអារម្មណ៍ខ្មាស់អៀននិងរអៀសខ្លួននៅគ្រប់ពេលដែលគេនិយាយសរសើរខ្លួនឯងក៏ប៉ុន្តែគេអត់ខ្លាចញញើតនៅក្នុងការនិយាយបង្អាប់ខ្លួនឯងទេឧទាហរណ៍ដូចជាខ្ញុំតែងតែលឺជារៀងរាល់ថ្ងៃមនុស្សជុំវិញខ្លួនខ្ញុំណាគាត់និយាយបង្អាប់ខ្លួនឯងគាត់និយាយថាគាត់មិនអាចធ្វើបានទេគាត់មិនឆ្លាតទេគាត់មិនប្រកែកដូចគេទេខ្ញុំក្រណាស់ខ្ញុំអាក្រក់ណាស់ខ្ញុំមិនស្អាតទេខ្ញុំមិនឆ្លាតទេនិយាយរួមទៅគឺគាត់ប្រមូលយកពាក្យអវិជ្ជមានពាក្យអាក្រក់ទាំងអស់យកមកនិយាយដាក់ខ្លួនឯងជារៀងរាល់ថ្ងៃហើយបងប្អូនទាំងអស់គ្នាដឹងអត់ថានៅរាល់ពេលដែលយើងនិយាយពាក្យអវិជ្ជមានទៅកាន់ខ្លួនឯងដដែលជារៀងរាល់ថ្ងៃណាមួយខ្លួនយើងនឹងคล้ายទៅជាអ្វីដែលយើងនិយាយនឹងគាត់ទៅយូរហើយនឹងឆាប់ទេដូច្នេះហើយបើសិនជាយើងកំពុងតែមានអារម្មណ៍មិនពេញចិត្តជាមួយនឹងស្ថានភាពជីវិតនិងរូបភាពជីវិតខាងក្រៅរបស់យើងនេះទេយើងត្រូវត្រឡប់ទៅផ្លាស់ប្ដូរការគិតនិងគំនិតរបស់យើងដែលជាប្រភពដើមនៃបញ្ហាឡើងវិញបើយើងអត់ព្រមតកែប្រែវាទេគឺប្រៀបដូចជាយើងកំពុងតែព្យាយាមលុបស្រមោលនៅក្នុងកញ្ចក់តែមិនព្រមលាងសម្អាតខ្លួនប្រាណរបស់យើងឲ្យស្អាតជាមុនសិនទេអញ្ចឹងហើយបានជាជីវិតរបស់យើងនៅតែវិលវល់នៅកន្លែងដដែលដូចរាល់ថ្ងៃហ្នឹងជំហានដំបូងនិងសំខាន់បំផុតចាប់ពីវិនាទីនេះតទៅបងប្អូនត្រូវរៀនសង្កេតចំពោះការគិតរបស់ខ្លួនឯងពីព្រោះគ្រប់យ៉ាងដែលបានកើតឡើងមកក្នុងជីវិតរបស់យើងវាមិនមែនជារឿងចៃដន្យទេប៉ុន្តែវាជាកញ្ចក់ឆ្លុះបង្ហាញពីគំនិតនិងជំនឿរបស់យើងកាលពីអតីតកាលមកចូលធ្វើជាម្ចាស់ដែលមានអំណាចទៅលើការគិតរបស់អ្នកហើយព្យាយាមសាងសង់ការគិតថ្មីដែលពោពេញទៅដោយភាពជោគជ័យនិងសេចក្តីសុខ